ក៏ធัวក៏ធម្មតាមានចំណាំមើលចេះមានតែអារម្មណ៍របស់លោភៈដែលយើងចង់ដូរអញ្ចេះចង់ដូរអញ្ចេះចង់ទៅអញ្ចេះចង់ទៅអញ្ចេះក៏ប៉ុន្តែបើអារម្មណ៍របស់សតិប្បដ្ឋានវិបស្សនាអត់ផ្លាស់ប្ដូរអត់ចង់ដូរទេអញ្ចឹងបាននៅក្នុងបដិច្ចសមុប្បាទវេទនាទាំង3សុទ្ធតែឲ្យកើតតណ្ហាទាំងអស់វេទនាបច្ចយាតណ្ហាហើយដែរបានវេទនានឹងវាជាបច្ច័យឲ្យកើតតណ្ហាព្រោះវាងាយឲ្យកើតតណ្ហាណាព្រោះយើងអត់ព្រមទទួលសភាវៈដែលកំពុងប្រកបហ្នឹងបញ្ញាវាអត់ព្រមទទួលនៅសភាវៈដែលកំពុងប្រកបហ្នឹងទុក្ខវេទនាក៏នាំឲ្យកើតតណ្ហាសុខវេទនាក៏នាំឲ្យកើតតណ្ហាឧបេក្ខាវេទនាក៏នាំឲ្យកើតតណ្ហាក្នុងន័យថាម៉េចចាំមើលអាត្មាបញ្យល់ទុក្ខវេទនាក៏ឲ្យកើតតណ្ហាដែរព្រោះនៅពេលដែលទុក្ខវេទនាកើតឡើងយើងអត់ព្រមមួយអាហ្នឹងយើងចង់ដូរជំនួសឃើញទេចង់ដូរជំនួសទី1មិនចង់ឲ្យវាកើតទី2ចង់ដូរជំនួសយកសុខវេទនាមកវិញឃើញទេអាហ្នឹងក៏ជាវេទនាបច្ចយាតណ្ហាដែរសុខវេទនាកើតឡើងក៏នាំឲ្យកើតតណ្ហាដែរព្រោះអីតណ្ហាវាជាប់ជាមួយសុខនឹងបដ ாய் នឹងកើតតណ្ហាទៀតដល់ទៅឧបេក្ខាវេទនាកើតឡើងក៏នាំឲ្យកើតតណ្ហាដែរដោយសារអីចិត្តយើងប្រាប់ថាខ្ញុំទុកពេកក៏មិនចង់ដែរអាសុខគេក៏មិនចង់ខ្ញុំចង់តែធម្មតាហ្នឹងដល់ជាប់ជាមួយធម្មតាអាហ្នឹងក៏តណ្ហាដែរចុះបើវេទនាទាំង3កើតឡើងវាមិនជាបច្ច័យឲ្យកើតតណ្ហាគឺសតិរលឹកដឹងថាទុក្ខវេទនាត្រឹមតែជាទុក្ខវេទនាកើតពីបច្ច័យអត់ទៅមួយវាសុខវេទនាក៏គ្មានអីគួរឲ្យសប្បាយរីករាយវាត្រឹមតែជាវេទនាកើតពីបច្ច័យកំណត់ដឹងបានតិចលត់បាត់ទៀតលត់បានទៀតឧបេក្ខាវេទនាអធម្មតាហ្នឹងក៏ចឹងដែរវាមិនមែនអញ្ចឹងទេដឹងទៀតថាអធម្មតាក៏មិននៅដែរបន្តិចវាដូរទៀតឃើញទេវាអត់អាចជាឱកាសឲ្យកើតតណ្ហាទេបើសតិរលឹកដឹងចំពោះវេទនាទាំងអស់ជាសង្ខារធម៌ឃើញទេអាហ្នឹងដែលមានប្រសិទ្ធភាពខ្លាំងណាស់តែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាសតិប្បដ្ឋានបដិបត្តិនេះគឺជាផ្លូវឯកតែមួយគត់ទៅកាន់ព្រះនិព្វានព្រះអង្គសតិជាតួចិត្តដែរទេប្រជាគុណសតិជាតួចេតសិកកណានេះកណាឆ្ងល់យូរដែរចេតសិកនោះគឺជាសភាវៈមួយទីតៃពីចិត្តមានដែរទេកណាជាសភាវៈផ្សេងពីចិត្តក៏ប៉ុន្តែធ្វើការរួមជាមួយចិត្តដែលតួចិត្តប្រជាគុណកណាអត់យល់ឯហ្នឹងកណាតួចិត្តដូចជាស្ដេចចឹងណាក្នុងនគរមួយដូចថានៅក្នុងរាងកាយរបស់យើងដូចជានគរមួយហើយអ្នកធំជាងគេគឺស្ដេចប៉ុន្តែស្ដេចមិនអាចដឹកនាំប្រទេសម្នាក់ឯងទេគឺត្រូវមានក្រសួងស្ថាប័នដែលក្រសួងស្ថាប័ននោះមានមេមួយឧទាហរណ៍ផ្នែកយោធាមានមេតបមួយផ្នែកក្រសួងហិរញ្ញវត្ថុមានអ្នកគ្រប់គ្រងមួយហើយវានៅកូនចៅវាច្រើនទៀតឃើញទេប៉ុន្តែធ្វើការក្រោមការសម្រេចរបស់នរណាធ្វើការក្រោមការសម្រេចរបស់ស្ដេចតែស្ដេចវៃត្រាពោកហើយទៅច្បាំងមិនស្ដេចទៅច្បាំងខ្លួនឯងទេដូចជាបញ្ញយៈបរិសុទ្ធិតអញ្ចឹងសត្វលោកស្អាតបរិសុទ្ធដោយសារបញ្ញាមិនមែនស្អាតដោយសារចិត្តទេគឺស្អាតដោយសារបញ្ញាដូចជាអាវុធដូចជាមេតបមួយអញ្ចឹងទៅបោះសម្បត្តិខ្មាំងគឺមេតបមួយទៅច្បាំងមិនមែនស្ដេចទៅច្បាំងទេប៉ុន្តែវានៅក្នុងកបាញីជាមួយគ្នាជាស្មុគស្មាញកណារៀនស្មុគស្មាញបន្តិចដោយសារកណាអានទៅកលែងខ្លះថាចិត្តរបស់យើងមានច្រើនដូច្នេះបើចិត្តមានច្រើនដួងអញ្ចឹងក្នុងគណៈដែលចិត្តជាបឋមប្រធានហ្នឹងជានឹងឯងដែលយើងត្រូវរៀនឲ្យច្រើនមិនអាចរៀនតិចបានទេដូចជាឧទាហរណ៍មួយហ្នឹងជាឧទាហរណ៍នៃក្តោបមួយដែលថាចិត្តជាប្រធានហ្នឹងប៉ុន្តែដែលថាចិត្តមានច្រើនក៏ដោយសារចេតសិកអាហ្នឹងឧទាហរណ៍នៃផ្សេងទៀតឧទាហរណ៍ថាមកគូរូបឲ្យមើលឧទាហរណ៍ថាវត្ថុធាតុមានអីមានទឹកមួយសំខាន់ហ្នឹងមានកែវផ្សេងគ្នាញ៉េហើយយើងមានទឹកដបធំមួយយើងយកទឹកប្រភពទឹកដដែលមកចាក់ដាក់ក្នុងកែវនេះផងក្នុងកែវនេះផងប៉ុន្តែទឹក3កែវហ្នឹងមានឈ្មោះហៅផ្សេងគ្នា
បើគេឆុងកាហ្វេគេហៅថាទឹកកាហ្វេបើគេដាក់តែគេហៅថាទឹកតែបើគេដាក់សេរ៉ូគេហៅទឹកសេរ៉ូហេតុអីបានជាទឹកនេះមានប្រភេទដល់ទៅ3បើនិយាយពីវត្ថុធាតុដើមរបស់ទឹកគឺ liquid គឺជាវត្ថុធាតុរាវតែមួយគត់ទឹកមានតួនាទីធ្វើឲ្យរាវឬធ្វើឲ្យកកអញ្ចឹងតួនាទីរបស់ទឹកមានប៉ុណ្ណឹងអញ្ចឹងបើយើងនិយាយពីភាពផ្សេងគ្នានៃទឹកនៃកែវ3ហ្នឹងអត់មានខុសគ្នាទេតែមួយដដែលគឺធ្វើឲ្យមានលំហូរធ្វើឲ្យមានភាពរាវក៏ប៉ុន្តែទឹកនឹងមានឈ្មោះផ្សេងគ្នាដោយសារ ingredients គឺគ្រឿងផ្សំខុសគ្នាដែលគ្រឿងផ្សំនេះដូចជាចេតសិកតែសេរ៉ូកាហ្វេឃើញទេអញ្ចឹងនៅពេលណាដែលកាហ្វេចូលទៅក្នុងទឹកកែវនេះទឹកហ្នឹងគេហៅថាកាហ្វេតែដាក់ទៅក្នុងទឹកនេះដំបូងថ្លាទាំងអស់នេះណាទឹកហ្នឹងបើហៅថាទឹកតែដាក់សេរ៉ូចូលទៅក្នុងនេះហៅថាទឹកសេរ៉ូឃើញទេដូចចិត្តអញ្ចឹងចិត្តអត់អាក្រក់អត់ល្អទេសភាពចិត្តគឺស្អាតដូចទឹកថ្លាអញ្ចឹងបានមានពេលខ្លះមានឈ្មោះថាបណ្ឌរៈធម្មជាតិចិត្តហ្នឹងឈ្មោះថាបណ្ឌរៈគឺថ្លាស្អាតចិត្តអត់មានអាក្រក់ទេយើងនិយាយថានេះចិត្តល្អនេះចិត្តអាក្រក់ហ្នឹងអាហ្នឹងនិយាយសន្មតទេតែធាតុចិត្តគឺបណ្ឌរៈថ្លាស្អាតដូចទឹកអញ្ចឹងប៉ុន្តែនៅក្នុងចិត្តហ្នឹងលោភៈមូលលោភៈចេតសិកវាកើតនៅក្នុងចិត្តហ្នឹងវាធ្វើឲ្យចិត្តហ្នឹងវាល្អក់ទៅតាមលោភៈហ្នឹងទៅចិត្តហ្នឹងគេឲ្យឈ្មោះមួយថាលោភៈមួយចិត្តហ្នឹងស្អាតទេតោសៈខឹងក្រោតវាចូលទៅក្នុងចិត្តហ្នឹងវានៅមួយចិត្តហ្នឹងវាទៅជាកក្រិចតាមតោសៈដែរឲ្យឈ្មោះថ្មីមួយទៀតហៅថាតោសៈមូលចិត្តវិជិកិច្ឆាឬក៏យើងដាក់គ្រឿងល្អចូលទៅដូចជាគ្រឿងដែលមានជីវជាតិអីល្អចូលដូចជាសតិសទ្ធាអីចូលទៅក្នុងចិត្តហ្នឹងឲ្យឈ្មោះមួយហៅថាមហាកុសលប៉ុន្តែចិត្តមានលក្ខណៈប៉ុន្មានចិត្តមានលក្ខណៈតែមួយគត់គឺវិជាណលក្ខណៈគឺដឹងច្បាស់នៅអារម្មណ៍